នេះមានសំណួរមួយទៀតហើយទៅសួរក្រុមការងារទាំងអស់គ្នាសួស្ដីជប៉ុនសួស្ដីអូនមកទៀតហើយយ៉ាមកដល់មានសំណួរអីថ្មីទៀតហើយមើលទៅត្រឹមត្រូវចាជប៉ុនម្នេះមកខ្ញុំសួរមួយនេះមានសំណួរអីឥឡូវជេងសួរមកឥឡូវហ្នឹងនេះជប៉ុនជប៉ុនសូមជួយរៀបរាប់និយាយអំពីការប្រើប្រភេទក្បាលបញ្ជាធំមានផលប្រយោជន៍អីខ្លះចឹងណាអូពាក់ព័ន្ធជាមួយនឹងក្បាលបញ្ជាធំបែបនេះមែនចាហ្នឹងហើយចេះក្បាលបញ្ជាធំបែបនេះគេហៅថាក្បាលបញ្ជាលាងធំអូតូស្វ័យប្រវត្តិហ្នឹងហើយអញ្ចឹងចំពោះក្បាលបញ្ជាលាងធំអូតូស្វ័យប្រវត្តិនេះអតិជនខ្លះគាត់តែងតែយល់ច្រឡំថាបើយើងប្រើប្រភេទក្បាលលាងអូតូគឺលាងអត់ស្អាតទេតែតាមពិតបងប្អូនការប្រើអូតូបែបនេះលាងស្អាតហើយចំណេញពេលវេលាយើងទៀតយើងអាចកំណត់ថ្ងៃកំណត់ម៉ោងកំណត់ពេលថាមួយថ្ងៃយើងលាងសម្អាតម្ដងគឺប្រព័ន្ធនេះគឺដំណើរការលើលាងអូតូស្វ័យប្រវត្តិមកអញ្ចឹងការប្រើប្រាស់បាអូតូបែបនេះគឺយើងមានភាពងាយស្រួលជាងការកាច់លាងដៃបែបនេះអូខេអរគុណជប៉ុនហ្នឹងហើយអរគុណច្រើនអូន